ដូច្នេះយើងយល់ច្បាស់អំពីការបកស្រាយនៅត្រង់ចំណុចអក្សរសិល្ប៍ហើយយើងទៅមើលការសរុបសេចក្តីបាទហើយនឹងសេចក្តីបញ្ចប់អញ្ចឹងនៅក្នុងសរុបសេចក្តីគឺថ្នាក់សង្គមគេឲ្យពិន្ទុបាទពិន្ទុ10យើងសរសេររយៈពេលតែ5នាទីបានហើយការសរសេរដែលបានពិន្ទុ10គឺយើងមិនមែនសរសេរខ្លីទេឧទាហរណ៍ថាសេចក្តីព្យាយាមគង់បានសម្រេចអញ្ចឹងដល់ពេលសរុបសេចក្តីគាត់សរសេរថាម៉េចសរុបសេចក្តីមកសេចក្តីព្យាយាមគង់បានសម្រេចពិតប្រាកដមែនឃ្លាប៉ុណ្ណឹងគឺអត់ស័ក្តិសមនឹងបានពិន្ទុ10ទេអញ្ចឹងឃ្លាយ៉ាងម៉េចដើម្បីបានពិន្ទុ10ឃើញគេឲ្យរយៈពេលប្រហែលនាទីទេគឺ5នាទីអញ្ចឹងយើងសរសេរគ្រប់គ្រងខ្លួនឯងរយៈពេល5នាទីមកក៏ប៉ុន្តែអ្វីដែលយើងសរសេរវាមិនដល់5នាទីទេគេគ្រាន់តែសម្រាប់អ្នកដែលសរសេរអក្សរយឺតបាទអ្នកដែលលឿនគឺអត់ដល់5នាទីទេសល់3នាទីឬក៏2នាទីក៏សរសេរអស់ហើយបាទសរសេរយ៉ាងដូចម្ដេចសរុបសេចក្តីមកបុគ្គលណាដែលមាននៅសេចក្តីព្យាយាមអំណត់អត់ធ្មត់រាល់ឧបសគ្គដែលបានកើតឡើងទៅលើការតស៊ូខិតខំព្យាយាមរមែងទទួលបាននៅលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់សម្រាប់ខ្លួនឯងគ្រួសារនិងសង្គមជាតិយ៉ាងពិតប្រាកដមែនឃើញទេយើងសរសេរបែបហ្នឹងឬក៏យើងសរសេរលើសពីហ្នឹងតិចៗក៏បានដែរក៏ប៉ុន្តែកុំឲ្យវែងពេកយើងគ្រាន់តែធ្វើការសរុបសេចក្តីពីការបកស្រាយប្រធានរបស់យើងតែប៉ុណ្ណោះទេបាទអញ្ចឹងយើងទៅមើលលើសេចក្តីបញ្ចប់របស់យើងនេះគឺវាតម្លៃប្រធានគេឲ្យ8បន្ទុកបាទអញ្ចឹងយើងសរសេររយៈពេលតែ6នាទីបានហើយបាទដល់ពេលមតិផ្ទាល់ខ្លួន7បន្ទុករយៈពេល4នាទីបាទនេះគឺជាចំណុចនៅក្នុងសេចក្តីបញ្ចប់របស់យើងគឺបន្ទុកគឺ15បន្ទុកសម្រាប់ថ្នាក់សង្គមអញ្ចឹងបន្ទុក10ទៀតគឺគេឲ្យទៅលើរចនាបថបានន័យថាម៉េចគឺយើងសរសេរគម្រោងនឹងត្រឹមត្រូវជាបញ្យលជាវិភាសាឬក៏ប្រៀបធៀបហើយនៃការចុះបន្ទាត់ហើយសរសេរតាមលក្ខខណ្ឌបាទពីលំនាំបញ្ហាចំណូលចំណោទរហូតដល់មតិផ្ទាល់ខ្លួននឹងត្រឹមត្រូវទើបបានបន្ទុកទី2គឺវេយ្យាករណ៍ការប្រើប្រាស់បាទវេយ្យាករណ៍កថាខណ្ឌការប្រើប្រាស់ឃ្លាសំណួរនេះហ្នឹងគឺឲ្យត្រឹមត្រូវអក្ខរាវិរុទ្ធអត់ខុសបាទហើយអក្សរស្អាតទើបបានបន្ទុក10ហើយចុងក្រោយគឺយើងសល់10នាទីសម្រាប់ធ្វើអីបាទគឺយើងសម្រាប់ផ្ទៀងផ្ទាត់ឡើងវិញបាទនេះគឺជាចំណុចដែលយើងត្រូវយល់ដឹងពេលដែលយើងគ្រប់គ្រងខ្លួនឯងបានហើយបានន័យថាយើងមានភាពរឹងមាំជឿជាក់លើសមត្ថភាពនិងការសរសេររបស់យើងបាទអញ្ចឹងខ្ញុំចែករំលែកតែប៉ុណ្្នឹងអំពីវិធីសាស្ត្រនៃការសរសេរបាទតែងសេចក្តីក្នុងរយៈពេល50នាទីបាទ